นี่ก็ជាសកម្មភាពបិទអក្សរដើម្បីអបអរពិធីបុណ្យឆ្លងទ្វារនៅថ្ងៃទី14 15ខែអាទិត្យនេះក៏ហើយក្នុងកម្មវិធីឆ្លងខ្លងទ្វារនេះគឺមានការតុបតែងយ៉ាងស្អាតមហាសម្បើមគឺទឹកនងតុបតែងដោយព្រះអង្គគ្រូសោតឆ្វេងព្រះអង្គគ្រូស្រស់ស្រន់និងរៀបចំចូលរួមសហការរៀបចំដូចជាព្រះអង្គគ្រូឆនកូនីណាព្រះអង្គគ្រូជួមពិសិដ្ឋព្រះអង្គគ្រូហេងកំហៀលមួយលបងឡើងគ្រូដែរមកពីអារីโซណាបងកម្ពុជាមកពីកម្ពុជាព្រាមសវណ្ណរងដែលបានជួយបិទនៅអក្សរក៏ដូចជាចាប់ក្តារផ្លាកអក្សរពុំអក្សរនេះគឺកំងមកពីប្រជាជាតិកម្ពុជាហើយស្មារតីគឺมันបានជួយអីច្រើនទេបានតែមកមើលបិទទទួលនឹងឯងហើយនៅតែខាងក្នុងនោះមានព្រះអង្គគ្រូគូសឿនហើយលោកកំពុងតែញោមដៃក្នុងការគូនៅជំនួសដែរនេះហើយនេះដែរលើដែរ